អូខេសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel XAU Social Thread ថ្ងៃនេះគឺយើងមកនិយាយអំពី EOL ឬក៏ IOL ប៉ុន្តែថ្ងៃនេះគឺយើងសិក្សាទៅលើលទ្ធវិធីរបស់ EOL ឬក៏ IOL ដែលវាតែងតែបង្កប់ខ្លួនឬក៏នៅក្នុង time frame តូចអូខេអញ្ចឹងយើងក៏លេខមកមើលនៅក្នុងបន្ទាត់ line ដែលខ្ញុំបានបង្ហាញអ្នកគ្នាប្រកាសជាឃើញចាទី1យើងត្រូវបញ្ជាក់ដូចអ្នកគ្នាសិនទី1អ្នកគ្នាឃើញទៅលើ0 IBG ឬក៏ IOL របស់យើងហើយខាងលើគឺជា EOL ឬក៏ buy side liquidity របស់យើងអូខេអញ្ចឹងបន្ទាប់មកអ្នកគ្នាប្រកាសជាឃើញទៅលើតំបន់ premium and discount របស់យើងដែលយើងបានចាប់វាស់មកអូខេអ្នកគ្នាប្រកាសជាឃើញវាបានស្ថិតនៅក្នុងពាក់កណ្ដាល0 premium and discount របស់យើងអញ្ចឹងនៅក្នុង high time frame នេះគឺជា high time frame ដែលយើងបានបង្ហាញអូខេ high time frame នេះបន្ទាត់នេះគឺជា high time frame ហើយមួយនេះគឺជា low time frame អញ្ចឹងនៅក្នុង structure មួយកំពុងតែ bull អូខេកំពុងតែ bull បន្ទាប់មកវាបានបង្កើតទៅលើ fair value gap មួយអញ្ចឹងដើម្បីយើងចង់ entry មានថា entry ដែលវាឲ្យដើរទៅតាម flow របស់ structure អញ្ចឹងទី1យើងត្រូវសិក្សាអំពី liquidity នៅ low time frame ហេតុផលនៅក្នុង structure មួយកំពុងតែ bull បើគ្មាន liquidity ចូលរួមទេ structure នឹងគឺមានលទ្ធភាពផ្លាស់ប្ដូរទម្រង់មានថានៅក្នុង structure នេះពី low នេះមកដល់ high នេះបើគ្មាន liquidity នៅ high time frame ឬក៏ low time frame ទេតំបន់មួយហ្នឹងគឺវាមានលទ្ធភាពអាចមានថា break low មួយនេះឬក៏បង្កើតបានជា market structure shift អូខេអញ្ចឹងដើម្បីយើងមានថាទិញនៅតំបន់ discount ហើយឲ្យវាដើរទៅតាម flow របស់ structure ទី1យើងត្រូវសិក្សាអំពី liquidity នៅ high time frame ឬក៏ low time frame ហើយមួយទៀតយើងត្រូវរកតម្លៃមួយដែលទិញនៅក្នុងតំបន់ discount មានថាតម្លៃដែលទាបអូខេអញ្ចឹងយើងមកកលេចមកមើលវិញទី1អូខេទី1នៅក្នុង low time frame យើងសូមដូរបន្ទាត់ឲ្យអ្នកគ្នាមើលមកនៅក្នុង low time frame អូខេឧទាហរណ៍ថាចំណុចមួយនេះគឺជា1ម៉ោង time frame ហើយយើងត្រូវបដូរមក5នាទីអូខេយើងត្រូវសិក្សា liquidity នៅ5នាទីឥឡូវខ្ញុំសូមកត់ចំណាំ time frame ដែលខ្ញុំប្រើអូខេយើងនឹងដាក់ឲ្យអ្នកគ្នាហ្មងអូខេឥឡូវចាក់ wait ចាំតិច1 day មកដល់1ម៉ោងអូខេបន្ទាប់មក4ម៉ោងមកកាន់15នាទីអូខេអញ្ចឹងចំណុចបន្ទាប់ទៀតគឺចាំតិចគឺ1ម៉ោងមកដល់5នាទីអូខេអញ្ចឹងហើយចំណុចដែលយើងមិនគួរប្រើទី1នៅក្នុង low time frame EOL ឬក៏ IOL នៅក្នុង low time frame ពេកវាមានថាការប្រើប្រាស់ liquidity គឺវាមិនសូវមាន volume អញ្ចឹងអ្វីដែលយើងគួរប្រើនៅ high time frame បានច្រើនហើយមានថា time frame ដែលយើងប្រើ EOL ឬក៏ IOL ទូចមានថាយើងចាប់គឺនៅក្នុង time frame 15នាទីហ្នឹងទូចបំផុតអញ្ចឹងគឺយើងសុំបន្ថែមពីទៀត30នាទីមកដល់អូខេ30នាទីមកដល់3នាទីឬក៏15នាទីមកដល់1នាទីអូខេអញ្ចឹងអូខេខ្ញុំអត់បានដាក់នាទីឲ្យអ្នកគ្នាអញ្ចឹងនេះ15នាទីអញ្ចឹងយើងប្រើត្រឹម15នាទីទេបើទូជាងនឹងទៀតវាអាចនឹងមានមានថាការប្រើប្រាស់គឺវាមិនសូវបានល្អទេអ្វីដែលយើង recommend ទី1 1ម៉ោងគឺនឹង15នាទីគឺវាល្អដែលយើងបានតេស្តមួយចំនួនហើយមួយទៀតយើងនឹងបង្ហាញទៅលើ cycle អូខេថាចំពោះ EOL ឬក៏ IOL គឺវាមាន cycle របស់វាដែលវាដំណើរការអញ្ចឹងយើងនឹងបង្ហាញនៅវីដេអូក្រោយអញ្ចឹង time frame គឺយើងបានបញ្ជាក់អស់ឲ្យអ្នកទាំងអស់គ្នាថា
នេះគឺជា time frame ដែលយើងត្រូវមើលបើយើងមើល daily យើងត្រូវផ្លាស់ប្ដូរ1ម៉ោងបើយើងមើល4ម៉ោងយើងត្រូវរកឱកាស entry ឬក៏អីនៅ15នាទីបើយើងមើល1ម៉ោងគឺយើងត្រូវផ្លាស់ប្ដូរមក5នាទី30មក3 15មក1អូខេអញ្ចឹងនៅចំណុចមួយនេះយើងឧទាហរណ៍ថាយកចំណុច1ម៉ោង1ម៉ោងហើយផ្លាស់ប្ដូរមក5នាទីអូខេនេះគឺជាចំណុច1ម៉ោងបន្ទាត់ពណ៌ខ្មៅចំណុចពណ៌ក្រហមគឺ5នាទីអូខេអញ្ចឹងបើយើងសិក្សានៅក្នុង5នាទីយើងប្រកាសជាឃើញទៅលើ liquidity trend line អូខេហើយវាស្ថិតនៅក្នុងgeneral premium and discount អញ្ចឹងអូខេអញ្ចឹងនេះនៅតម្លៃមួយហ្នឹងដែលវាបានចាក់ចូលទៅលើ0របស់យើងហើយតម្លៃហ្នឹងវាបានប៉ះត្រឹមហ្នឹងតើយើងគួររកឱកាសបាយអត់អូខេយើងគួរប៉ុន្តែយើងត្រូវសិក្សាសិនថានៅ row time frame វាមានបានមកយក liquidity ហើយឬនៅអូខេគឺវាអត់បានមកយកទេវាបានតែមកយក mitigation block តែប៉ុណ្ណោះអូខេអញ្ចឹងចំណុចមួយហ្នឹងហើយមានថាទីផ្សារអាចផ្លាស់ប្ដូរទម្រង់បានគឺនៅពេលដែលវាមានការប្រើប្រាស់ទៅលើ liquidity អញ្ចឹងនៅពេលដែលទីផ្សារមិនមានការប្រើប្រាស់ទៅលើ liquidity ទី1វាអាចមានការផ្លាស់ប្ដូរទម្រង់អញ្ចឹងអ្វីដែលយើងអាចទី1ឲ្យវាមកប្រើប្រាស់ liquidity នៅចំណុចមួយនេះអូខេហើយមានការ sweep ទៅលើអូខេកន្លែងនេះយើងបញ្ជាក់បន្តិច liquidity អូខេចាប់ liquidity បានប៉ុណ្ណឹងហើយគឺយើងទៅដាក់ជាអក្សរ x អូខេ liquidity ហើយចំណុចមួយនេះនៅពេលដែលវាអូខេខ្ញុំសូមគួរឲ្យអ្នកគ្នាឲ្យអូខេអញ្ចឹងwait អូខេអញ្ចឹងនៅពេលដែលវាបានបិទជា candle បែបហ្នឹងអ្វីដែលយើងគួរសិក្សាមើលអូខេតើយើងគួររកឱកាសបាយទៀតអត់គួរឬមិនគួរយើងត្រូវមើលចំណុច liquidity low នេះមួយទៀតសិនតែស្ថិតនៅក្នុង0របស់យើងតើវាបានបិទជា candle ឬក៏ជា wick បើវាបិទជា candle ទៀតអូខេយើងត្រូវមើលសិក្សាទៅលើ order block ឬក៏អីផ្សេងៗនៅតំបន់មានថា key level នៅ0ខាងក្រោមហើយដែលយើងរក liquidity នៅម្ដុំនេះម្ដងប៉ុន្តែបើម្ដុំនឹងអត់មានទេអ្វីដែលយើងគួររងចាំគឺរងចាំមើលទីផ្សារថាវាបន្តធ្វើអីទៀតអូខេអញ្ចឹងនៅពេលដែលដល់ចំណុចមួយនេះអូខេវាបានបិទជា wick អូខេចាក់ជា wick កន្លែងនេះហើយកន្លែងនេះបានបិទជា candle អញ្ចឹងយើងមានការប្រើប្រាស់ទៅលើ liquidity មួយដែលវា confirm អញ្ចឹងយើងនឹង confirm ទៅលើ CISD ឬក៏ inverse fair value gap ឬក៏ fair value gap នៅ5នាទីដើម្បីរកឱកាសបាយឡើងអូខេយល់អញ្ចឹងនៅក្នុងលក្ខខណ្ឌមួយហ្នឹងវាបានបិទជា wick ហើយឬក៏បិទបែបនេះកាន់តែល្អទៀតអូខេអញ្ចឹងវាបាន confirm អូខេចំណុចនេះមួយនេះវាមាន fair value gap អូខេឬក៏វាមានការប្រើប្រាស់ទៅលើ CISD ឬក៏ market structure shift របស់យើងនឹងរកឱកាសបាយឡើងដោយយើងប្រើ risk reward របស់យើងគឺ1ទល់2ឬក៏1ទល់3ជាទូទៅបើយើងមើលទៅលើលក្ខខណ្ឌរបស់ផ្សារបើ0ហ្នឹងគឺទូចយើងអាចមានលទ្ធភាពផ្ដាច់ high បានអូខេនេះគឺផ្ដាច់ high តែម្ដងប៉ុន្តែបើក្នុងតំបន់មួយហ្នឹងយើងមើល high time frame ធំពេកយើងត្រូវប្រើ risk reward របស់យើង1ទល់2យើងអាចមានលទ្ធភាពផ្ដាច់ high បានទេដោយសារទី1គឺវាចំណាយពេលយូរហើយមួយទៀតគឺវាមានព័ត៌មានចូលនៅក្នុងទីផ្សារវាអាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរទម្រង់អូខេអញ្ចឹងឧទាហរណ៍ថាបើអ្នកគ្នាប្រើត្រឹម30នាទីឬក៏5នាទីអី0គឺវាទូចអញ្ចឹងអ្នកគ្នាមានលទ្ធភាពផ្ដាច់ high បានប៉ុន្តែបើអ្នកគ្នាឧទាហរណ៍ថាពេលខ្លះ30នាទីក៏ធំដែរពេលខ្លះអញ្ចឹងយើងត្រូវសិក្សាមើលថាអូខេ SL របស់យើងប៉ុណ្ណាដោយកន្លែងនេះ13លេខអានេះ38លេខគឺធំមែនទែនអញ្ចឹងបើយើងចង់ចូលពេលខ្លះវាអាចដល់ពាក់កណ្ដាល0អីគឺវាមានការផ្លាស់ប្ដូរទម្រង់បាត់ទៅហើយដោយសារវាអាចមាន volume ថ្មីឬក៏ពួក bank ឬក៏ពួក well អីគឺបានចាក់លុយដែលមានថាធ្វើឲ្យ
ទីផ្សារហ្នឹងវាមានការរំជើបរំជួលច្រឡំរំជើបរំជួលមានការមានថាក្លុកណាអញ្ចឹងអ្វីដែលយើងត្រូវមើលគឺទីមួយសិក្សាបើក្នុងស្រូនហ្នឹង TP របស់យើងត្រឹម10លេខជាងឬក៏ SR ត្រឹម5 6លេខអីទេអូខេយើងមានលទ្ធភាពផ្ដាច់ហើយបើវាដល់20លេខឡើងហើយអូខេយើងគួរប្រើ risk reward របស់យើង1ទល់2ឬក៏1ទល់3អញ្ចឹងទៅអូខេអញ្ចឹងចំពោះវីដេអូនេះយើងសូមមានតែប៉ុណ្្នឹងទេយ៉ាចំពោះ liquidity បង្កប់យ៉ាយើងដូចនិយាយអញ្ចឹងទីមួយយើងត្រូវសិក្សានៅលើ time frame ដែលយើងបានកំណត់ time frame ឲ្យអ្នកគ្នាយើងនឹងមានវីដេអូខាងក្រោយទៀតដែលយើងនឹងបង្ហាញទៅលើ live chat ហើយយើងនឹងមានថាយើង record entry ដែលយើងបាន entry ផ្ទាល់តែម្ដងទៅលើ model មួយនេះយ៉ាអញ្ចឹងយើងរងចាំមើលវីដេអូក្រោយទាំងអស់គ្នាអូខេ